បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចង់មកចែករំលែកបាទទាក់ទងទៅនឹងរបៀប design នៅក្នុងកម្មវិធី Canva ពិសេសទៅលើការ design logo ទៅលើអក្សរខ្មែរដែលគ្នាយើងធ្លាប់ជួបប្រទះហើយនៅពេលដែលយើងដាក់ style អក្សរទម្រង់ជា style ផ្សេងឬក៏អក្សរកោងហ្នឹងគឺអក្សរខ្មែរវាអត់ស្គាល់ដៃស្គាល់ជើងទេបាទហើយយើងដោះស្រាយមិនយើងអាចទៅមើលទាំងអស់គ្នាហើយខ្ញុំក៏ធ្លាប់មានវីដេអូមួយដែរធ្វើតាក់ទងទៅនឹងការស្នើសុំទៅកាន់ក្រុមហ៊ុន Canva ដើម្បីឲ្យគេកែសម្រួលទៅលើកំហុសបញ្ហាបច្ចេកទេសទៅលើការរៀបចំអក្សរខ្មែរបាទគេបានឆ្លើយតបដែរគាត់ថាយើងអត់មានក្រុមការងារដែលដែលជាជនជាតិខ្មែរឬក៏យើងដឹងអំពីលក្ខណៈរបស់អក្សរខ្មែរដោយសារតែយើងនិយាយថា character ឬក៏លក្ខណៈអក្សរខ្មែរវាខុសពីអក្សរបរទេសដោយសារយើងមានជើងមានដៃមានស្រៈជាងទម្រួតជាងអីចឹងវាស្មុគស្មាញហើយបរទេសវាអត់ស្គាល់ទេវាដឹងតែអក្សរគេទៅសេទៅមុខទេអញ្ចឹងនៅពេលដែលពុំអក្សរខ្មែរលក្ខណៈស្មុគស្មាញយើងទៅសេ logo អីគឺវាអត់ស្គាល់វាពិបាកណាយើងដាក់អក្សរកោងអក្សរអីទៅលោតពេញហ្នឹងបាទអញ្ចឹងវីដេអូថ្ងៃនេះតើយើងធ្វើម៉េចដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងបាទជាជំហានដំបូងប្រសិនបើយើងចង់ design logo យើងអាច search ពាក្យថា logo បាទអញ្ចឹងហ៎ចូលកន្លែង search ឯងវាយពាក្យ logo ហើយ search វាទៅ enter វាទៅបាទអញ្ចឹងនៅពេលដែលយើងចូលទៅកាន់ logo យើងនឹងឃើញគំរូជាច្រើនបាទគំរូច្រើនមែនតើហើយស្រឡាញ់មួយណាក៏យកមួយហ្នឹងទៅគាត់ថានៅពេលដែលយើងឃើញគំរូច្រើនហ្នឹងយើងចិត្តវារារែកតែប៉ុណ្្នឹងនៅយើងបាទខ្ញុំឃើញស្អាតច្រើនបាទឥឡូវខ្ញុំសុំពេលបន្តិចបាទខ្ញុំមើលសិនបាទអឺទាំងអស់គ្នាប្រហែលជាធ្លាប់ design លើ logo ហ្នឹងហើយគាត់ថានៅពេលដែល design ទៅអក្សរខ្មែរវាលោតបាទឥឡូវខ្ញុំយកមួយណាទេបាទវាច្រើនពេកបាទទៅបន្តិចទៀតសិនស្អាតអញ្ចឹងជាស្រឡាញ់ជាចង់ទៅណាខេខ្ញុំយកមួយនេះចុះតែបើមានស្អាតជាងនេះច្រើនយើងមើលទៅវាចេះតែរៀបចិត្តទៀតបាទហើយបើអ្នកដែលធ្លាប់ design logo នៅក្នុង Canva ទេអាចសាកល្បងបានបាទខ្ញុំយកមួយនេះស្អាតជាងណាបាទហើយខ្ញុំយកមួយនេះហើយយើងចង់ design ទៅលើគំរូមួយនេះយើងគ្រាន់តែយកពាក្យថា customize the template បាទយើងចុចលើវាមកវានឹងឲ្យយើងកែសម្រួលទៅលើគំរូមួយហ្នឹងឯងវាមានស្រាប់ទេគាត់ថាយើងដូរ style អក្សរដូរឈ្មោះដូរអីចឹងទៅបាទអញ្ចឹងគំរូមួយហ្នឹងមកហើយបាទហើយនេះជាធម្មតាគឺយើងចាប់ផ្ដើមសរសេរនេះអក្សរនៅកន្លែងនេះបាទទៅ set ឲ្យដូចដើមបាទប៉ុន្តែនៅពេលដែលយើងសរសេរអក្សរខ្មែរវាយ៉ាងម៉េចបាទសរសេរអក្សរខ្មែរខ្ញុំដូរពុំក្តារចុចទៅខ្មែរសិនហើយយើងសរសេរថាវិទ្យាល័យគោកព្រីងសាលារបស់ខ្ញុំជាល័យគោកព្រីងបាទពេលដែលយើងសរសេរហើយយើងចុចចេញមកវិញឃើញវាលោតទេលោតជើងលោតដៃទេឃើញទេបាទវាលោតមិនគឺវាលោតវាអត់ស្គាល់ហ្មងឲ្យតែមានជើងឬក៏មានជើងទម្រួតអីហ្នឹងគឺវាលោតបែបហ្នឹងហើយដែលជាបញ្ហានៅពេលដែលយើងចូលបែបហ្នឹងយើងនឹងដោះស្រាយវិញគឺយើងលែង design វានៅក្នុងហ្នឹងយើងទៅចូលទៅ Photoshop អញ្ចឹងទៅហើយចូលបើអ្នកអត់ចេះ Photoshop បាទអញ្ចឹងក៏ដោះស្រាយអត់បានទេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញណាបាទធ្វើម៉េចឲ្យវាត្រូវដៃត្រូវជើងបាទវិធីសាស្ត្រគឺมันពិបាកទេគាត់ថាយើងអត់ដឹងបាទអញ្ចឹងដើម្បីកុំឲ្យអក្សរហ្នឹងវាលោតបែបហ្នឹងគឺយើងត្រូវប្រើប្រាស់ទៅលើជាមួយនឹងពុំ Limon បាទអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់ប្រើប្រាស់កុំព្យូទ័រយូរហើយដែលយើងហៅថាសេរីចាស់យើងនឹងស្គាល់ស្អីទៅ Limon ប៉ុន្តែអ្នកថ្មីប្រហែលជាគាត់ស្គាល់ត្រឹម Unicode ទេបាទកាលពីមុន Unicode គឺយើងប្រើ Limon បាទកាលនោះគឺទៅសេសបាយហើយខ្វែងដៃខ្វែងជើងណាហើយខ្ញុំបង្ហាញទៅលើក្តារចុច Limon សិនក្តារចុច Limon គឺគំរូបែបនេះបាទអញ្ចឹងនៅក្នុងមកខ្ញុំស៊ូមសិននៅក្នុងមួយតួអក្សរហ្នឹងវាអាចមាន4ឬក៏3ស្រៈឬក៏អក្សរហ្នឹងណាឧទាហរណ៍ថាអក្សរ S អញ្ចឹងអក្សរ S វាមានអក្សរសផងយើងថផងយើងធផងជើងសផងអញ្ចឹងក្នុងការសរសេរវាយើងអាចមកមើលលក្ខណៈសម្គាល់របស់គេគឺ normal នេះមានន័យថាបើសិនបើយើងចុចធម្មតាអត់ចុចអីទេគឺវាចេញស្អាកន្លែងអក្សរសំទោសកន្លែង A ណាចេញស្អាតែបើយើងចង់ឲ្យចេញជើងកតើយើងចុច Control Alt ណាហើយបើយើងចង់ឲ្យចេញកតុយសាអៅនេះសាអៅបែបនេះគឺយើងចុច Shift ហើយបើយើងចង់ឲ្យចេញជើងកយើងចុច Control Shift Alt ណាអញ្ចឹងក៏ចុចតាមនឹងទៅអញ្ចឹងអក្សរណាដែលនៅកែងខាងលើនេះយើងដើរចេះ Control Shift Alt អញ្ចឹងទៅយើងមើលបន្តិចយល់ហើយបាទអញ្ចឹងអានឹងយើងប្រើពុំ Limon ខ្មែរ Limon ណាហើយវាមានពុំច្រើនណាមានពុំឆ្លាក់ពុំធម្មតាពុំអីសេរីមុនគឺយើងប្រើអានឹងអត់មាន Unicode ទេឥឡូវជាក់ស្ដែងខ្ញុំសរសេរហើយអានេះខ្ញុំសំទោសខ្ញុំនេះសិនបាទអញ្ចឹងបើសិនបើយើងសរសេរនៅលើហ្នឹងគឺវាអាចមានបញ្ហាគឺវានឹង error ដោយសារអីពុំហ្នឹងវាចងជាប់ឥឡូវខ្ញុំសូមលុបពុំហ្នឹង
បាទលុបទៅបាត់ style វាខ្លះប៉ុន្តែបាត់ទៅខ្ញុំធ្វើថ្មីណាបាទយើងចូលកន្លែង text ហើយយើងយកពាក្យថា add text បាទពេលដែលយើងយក add text គឺយើងចេញកន្លែងឲ្យយើងទៅសេអក្សរនេះបាទអញ្ចឹងខ្ញុំបរិយាវាបន្តិចបាទសូមបញ្ជាក់ថា Limon គឺយើងទៅសេនៅក្នុងក្តារចុចអត់យកខ្មែរទេគឺយក en ណា en United States International ហ្នឹងត្រូវហ្មងណាបាទអញ្ចឹងខ្ញុំទៅសេឧទាហរណ៍វិទ្យាល័យគោកព្រីងបាទខ្ញុំដូរពុំសិនខ្ញុំភ្លេចបដូរបាទពុំគឺយើងយកពុំ Limon ណាអញ្ចឹងយើងកន្លែង search យើងវាយពាក្យថា Limon តែខ្ញុំអត់ច្បាស់ថា Canva អ្នកទាំងអស់គ្នាមានពុំ Limon អត់ទេតែនៅក្នុង panel របស់ខ្ញុំមានណាក្រុមខ្ញុំគាត់មានអញ្ចឹងយើងវាយ Limon គឺខ្ញុំ upload ចូលអស់ហើយថាពុំមួយនេះពុំឆ្លាក់ខ្ញុំចុចលើវានៅពេលដែលចុចនេះវាចេញទម្រង់អក្សរមកគឺចេញមកមើលមិនយល់ទេបាទសារអីវាអក្សរអង់គ្លេសមិញហ្នឹងណាវាចេញតាមហ្នឹងឧទាហរណ៍វិទ្យាល័យគោកព្រីងខ្ញុំសរសេរធម្មតាពាក្យហ្នឹងអត់បាក់ទេ v អក្សរ v ស្អែក i ហ្នឹងណាជាល័យអក្សរតត c t ណាបាទហើយជើងយក al y អញ្ចឹងទៅណាស្អាធម្មតាជាល័យ l អក្សរ l ហើយសញ្ញោគសញ្ញា c លេខ7 a លេខ7ហើយអក្សរយកធម្មតាណាវិទ្យាល័យគោកព្រីងហើយគោកព្រីងយើងអត់សេកដាក់សអូទេគឺយើងសអេមុនបាទអានេះទៅសេតាមមើលឃើញមិនសេអញ្ចឹងណាហើយសកសស៊ីសខេស្អានៅកន្លែង A អសកនៅកន្លែង K ធម្មតាហើយដល់ជើងរសេជើងរមុនគូព្រីងជើងរស៊ីអហ្នឹងណាហើយអសពស៊ី B I ជាឡៃគូព្រីងបាទអញ្ចឹងពាក្យហ្នឹងគឺអត់ពិបាកសរសេរតែពាក្យផ្សេងអាចពិបាកផ្សេងហើយបើពិបាកយើងទៅមើលក្តារចុចមិញហ្នឹងហើយដើម្បីឲ្យអក្សរនឹងកោងគឺយើងអាចចូលទៅកាន់ effect ហើយយើងអូសទៅខាងក្រោមយកកន្លែង ABC កោងនេះ curve នេះចុចលើវាមកនេះវាកោងស្រាប់ហើយប៉ុន្តែគាត់ថាកោងវាអត់ត្រូវជាមួយ style យើងអញ្ចឹងយើងអាចបរិយាមកបាទបរិយាតាមជាក់ស្ដែងតាមទំហំនឹងមកដោយសារ background ពណ៌ខ្មៅយើងអក្សរតតែយើងយកពណ៌សណាបាទយកពណ៌សមកឲ្យវាស៊ីនឹង backgroundបាទចេញមកនេះមកប៉ុន្តែវាធំអញ្ចឹងបើវាធំយើងបរួមវាបន្តិចមកណាបរួមតាមជាក់ស្ដែងមកដែលយើងអាចថាប៉ុណ្ណាសមរម្យបាទយើងយកប៉ុណ្ណឹងមកហើយបើសិនបើគិតថាអក្សរខ្មែរវាធំអាចដូរពុំបានណាពុំ Limon យើងវាយតែ Limon ឡើងហ្នឹងមកបាទមានមកកណ្ដោសុំទោស Limon ឡើងនេះបាទអញ្ចឹងយើងអាចដូរពុំផ្សេងមកឧទាហរណ៍ពុំបែបនេះបាទវាអាចនឹងស៊ីជាងពុំមិញណាឧទាហរណ៍បែបនេះចុះយកអញ្ចឹងក៏បានយើងសេរីតាមជាក់ស្ដែងអីដែលយើងគិតថាត្រឹមត្រូវយើងសេរីតាមហ្នឹងឬក៏បរួមប្រអប់នេះយើងអាចចុចបរួមបានតែបើយើងអត់ចុចអីសោះវារួមទទូចបែបនេះតែបើយើងចុចអាល់នៅពេលដែលយើងបរួមចេះគឺវាទៅក្តារផ្នែកក្តារណាបាទអាចចុចអាល់ហ្នឹងមកហើយចាំបរួមវាហើយនេះយើងអាចដាក់បែបនេះមកហើយខាងក្រោមនេះខ្ញុំដាក់ទៅ Cooking High School បែបនេះមកហើយប្រអប់ខាងនេះយើងអាចដាក់ស្អីផ្សេងអញ្ចឹងទៅតាមជាក់ស្ដែងនេះចេះមកយើងអាច design ខ្លួនឯងណាខ្ញុំក៏បង្ហាញត្រុសទេហើយអីដែលខ្ញុំចង់បញ្ជាក់សំខាន់ហ្នឹងគឺយើងប្រើពុំហ្នឹងទៅគឺទៅសេខ្មែរអក្សរខ្មែរកោងមិនក៏វាអត់ខូចដែរបាទខ្ញុំសូមដាក់ឆ្លាក់វិញដើម្បីឲ្យស្អាតណាបាទនេះបែបនេះហើយខ្ញុំគិតសមរម្យក៏បង្ហាញតែប៉ុណ្្នឹងទៅហើយសូមបញ្ជាក់ដែរថាដើម្បីកុំឲ្យអក្សរនឹងខូចគឺយើងត្រូវប្រើប្រាស់ពុំ Limon ប្រសិនបើទាំងអស់គ្នាពិបាកក្នុងការសរសេរ Limon យើងអាចចូលទៅកាន់ website ហើយយើងយកពាក្យថា Unicode to Limon នេះ Unicode to Limon យើងនឹងអាចឃើញ website ជាច្រើនឬក៏យើងប្រើនេះកម្មវិធីខ្មែរ Unicode Converter នេះតម្លើងអានឹងក៏បានដែរតម្លើងកម្មវិធីហ្នឹងហើយយើងទៅសេ Unicode ទៅវាតម្លៃទៅជា Limon ឬក៏ខ្ជិលតម្លើងយើងចូលទៅ website ហើយរកមើលទៅមានខ្ញុំគិតថាមាន website ផ្សេងទៀតដែលគេជួយសម្រួលក្នុងការសរសេរឧទាហរណ៍ថានេះខ្មែរ Flow App នេះសាកចុចលើវាទៅបាទចុចលើវានៅពេលដែលចុចនេះកន្លែងវាឲ្យសរសេរនេះឧទាហរណ៍ខ្ញុំសរសេរមិញវិទ្យាល័យគោកព្រីងណាវិទ្យាល័យយើងសរសេរ Unicode ធម្មតាណាគោកព្រីងពេលដែលយើងសរសេរគឺវាចេញអក្សរនេះពុំ Limon ហើយខាងក្រោមនេះគឺជាលទ្ធផលបង្ហាញបើយើងគិតថានេះត្រូវហើយយើងអាច copy អក្សរញ៉ៃនេះ copy មកហើយយើងចូលទៅកាន់កន្លែងយើង design ឧទាហរណ៍ខ្ញុំ add text មួយមកខ្ញុំដាក់ text ផ្សេងណាបាទខ្ញុំដាក់ text ផ្សេងមកនេះហើយខ្ញុំ paste អានឹងចូលវិញអញ្ចឹងនៅពេលដែលខ្ញុំ paste វាគឺអក្សរឃើញញ៉ៃ
បាទដោយសារអីដោយសារវាអត់ទាន់ត្រូវពុំអញ្ចឹងយើងដូរអាពុំ open send ហ្នឹងមកទៅ limon ណាមួយដែលយើងចង់បានមកឧទាហរណ៍មួយនេះបាទពេលដែលយើងដូរទៅគឺវាចេញទម្រង់ពុំ limon បាទហើយយើងដាក់កោងឲ្យដូចមិញអញ្ចឹងណាដាក់ទៅបានហើយបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំបង្ហាញមានខ្លីប៉ុណ្្នឹងទេក្នុងការ design logo ដោយប្រើប្រាស់អក្សរខ្មែរកុំឲ្យវាលោតណានៅក្នុងកម្មវិធី Canva បាទអញ្ចឹងខ្ញុំគិតថាវីដេអូមានប្រយោជន៍ហើយប្រសិនបើទាំងអស់គ្នាគិតថាកំពុងតែរឬក៏កំពុងតែឆ្ងល់ហ្នឹងគឺត្រូវហើយបើគិតថាមានប្រយោជន៍សូមជួយ share វីដេអូហ្នឹងទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាផងហើយបើសិនបើមានបញ្ហាឬក៏ចម្ងល់អីថែមអាច comment នៅខាងក្រោមវីដេអូហើយបើសិនចង់ដឹងអីលើពីនឹងទៀតតកតងទៅនឹងចំណេះដឹងបច្ចេកវិទ្យាហ្នឹងអាច comment នៅក្រោមវីដេអូទៅបើសិនបើខ្ញុំមានលទ្ធភាពអាចដោះស្រាយបានខ្ញុំនឹងរៀបចំជាវីដេអូជូននៅក្នុងវីដេអូបន្តទៀតបាទអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូខ្ញុំហ្នឹងជូនពរសុខសប្បាយសំណាងល្អទាំងអស់គ្នាបាទសូមជម្រាបលា